សាច់សັບកងទ័ពប៊ីសាល់ទីនត្រូវបានបំផ្លាញការខាត់បងប៊ីសាល់ទីន70 000ស្លាប់40 000ភៀសខ្លួនឬចាប់យកការខាត់បងមូស្លីម4តុការៈបុគ្គល000អ្នកហេរ៉ាគ្លីបានប្រឡេកមើលប្រទេសស៊ីរីពីទីក្រុងអន់តិចហើយនិយាយទាំងទឹកភ្នែកលាស៊ីរីអ្នកគឺជាទឹកដីដ៏ស្រស់ស្អាតតែឥឡូវនេះអ្នកជាកម្មសិទ្ធិរបស់សត្រូវការសញ្ជ័យនៃក្រុងយេរូសាឡឹមនៅពេលដែលការលេបដ៏អស្ចារ្យនៃសាសនាអ៊ីស្លាមបានទៅទទួលការចុះចាញ់នៃទីក្រុងគាត់បានធ្វើដំណើរជាមួយអ្នកបម្រើរបស់គាត់ហើយពួកគេបាននៀកវេនជិះអូបនៅពេលពួកគេទៅដល់ក្រុងយេរូសាឡឹមវាជាវេនរបស់អ្នកបម្រើដើម្បីជិះដូច្នេះយូម៉ាបានចូលទីក្រុងដោយថ្មើរជើងកាន់ជើងអូថាពេលអ្នកបម្រើរបស់គាត់កំពុងជិះឈុតនេះធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលក្នុងពេលនេះគំនិតនៃយុត្តិធម៌របស់យូម៉ាត្រូវបានសរសេរជាប្រវត្តិសាស្ត្រ637សមរភូមិកាឌីសយ៉ាមេបញ្ជាការប៉េរ៉ូស្តាំបានប្រមូលកងទ័ពចំនួន 12,000 នាក់ទ័ពសិស្សពីដែកដំរីសង្គ្រាមព្យុះនៃព្រួយមេបញ្ជាការមូស្លីមគួរឲ្យស្ដាយអៃប៊ុនអាប៊ីវ៉ាថាបានប្រឈមមុខនឹងពួកគេជាមួយបរិស30,000 នាក់រ៉ូស្តាត់ត្រូវបានសម្លាប់កងទ័ពប៉េបានដួលរលំម៉ាដាយីត្រូវបានសញ្ជ័យរដ្ឋធានីប៉េ400ឆ្នាំនៃវិមានសាសនាវាំងននបាឡាំងមាសជាមួយគុជខ្យងកំរាព្រំសូត្រមានច្រើនណាស់ពួកគេត្រូវបានគេនាំទៅអូម៉ានៅមេឌីណាប្រជាជនមូស្លីមមិនដែលបានឃើញទ្រព្យសម្បត្តិបែបនេះទេយូម៉ាបានយំហើយនិយាយថាទ្រព្យសម្បត្តិដ៏ច្រើននេះនាំមកនៅភាពរីករាយមនុស្សនឹងត្រូវបានភ្ជាប់ទៅនឹងពិភពលោកគាត់បានចែកទ្រព្យសម្បត្តិស្មើគ្នាក្នុងចំណោមទាហានគាត់បានចែកចេញពីវិមានសាមញ្ញ642សមរភូមិណាវ៉ាន់ពួកគេបានហៅវាថាជ័យជំនះនៃជ័យជំនះកងទ័ពប៉េដ៏អស្ចារ្យចុងក្រោយត្រូវបានបំផ្លាញទាំងស្រុងចក្រភពប៉េឥឡូវត្រូវបានបញ្ចប់ការសញ្ជ័យរបស់អេស៊ីបទ្វារនៃទ្វីបអាហ្វ្រិកបែប639មេបញ្ជាការអាម៉ារីបានអាឡាស់បានសរសេរទៅយូម៉ាផ្ដល់ការអនុញ្ញាតសម្រាប់ប្រទេសអេស៊ីបវាជារតនសម្បត្តិរបស់ប៊ីស៊ីជុំនិងជាទឹកដីនៃក្របធញ្ញជាតិយូម៉ាស្តេស្ទើខ្លាំងពេកប្រថុយពេកប៉ុន្តែគាត់បានអនុញ្ញាតឲ្យវាទៅប៉ុន្តែជាមួយនឹងកងទ័ពតូចមួយខ្ញុំមិនចង់បានការខាត់បងច្រើនទេអាម៉័របានចូលប្រទេសអេស៊ីបជាមួយបរិស 4,000 នាក់ទឹកដីផារ៉ាអុងជាទឹកដីនៃទន្លេនីដីពីរ៉ាមីត640សមរភូមិហេលីប៉ូឡូលីកងទ័ពប៊ីសាល់ទីនត្រូវបានបរាជ័យ641ឡោមព័ទ្ធអាឡិចសាន់ឌ្រីជាទីក្រុងដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោកការឡោមព័ទ្ធមានរយៈពេល14ខែនៅទីបញ្ចប់ទីក្រុងបានចុះចាញ់អេស៊ីបបានក្លាយជាតំបន់កាន់កាប់ទឹកដីមូស្លីមសរុបប្រហែល 5,5 លានគីឡូម៉ែត្រក្រឡាស្នូលនៃចក្រភពអ៊ីស្លាមអារ៉ាប់644វិច្ឆិកាក្នុងអំឡុងពេលអធិដ្ឋានពេលព្រឹកព្រលឹមអូម៉ាត្រូវបានទាសការៈពេលចាក់ពីក្រោយហើយត្រូវបានគេធ្វើឃាតចក្រភពពេលបានធ្លាក់ចុះនេះជាសកម្មភាពសងសឹកសម័យកាលអូមែននិងការបង្ក្រាបលើកដំបូងកំឡុងការគ្រប់គ្រងរបស់អូមែនជ័យជំនះរបស់អ្នកគាំទ្រអ៊ីណាបានទៅដល់ស៊ីបនិងអាហ្វ្រិកខាងជើងកងទ័ពជើងទឹកអ៊ីស្លាមបានបង្ហាញខ្លួននៅលើសមុទ្រក្នុងអំឡុងពេលនេះអ៊ីស្លាមបានបន្តឆ្ពោះទៅទ្វីបអាហ្វ្រិកខាងជើងកូកាស៊ីកូរ៉ាការសញ្ជ័យមិនបានថយចុះទេត្រីប៉ូលីត្រូវបានសញ្ជ័យនៅឆ្នាំ643ស៊ីបត្រូវបានសញ្ជ័យនៅឆ្នាំ647651ចក្រភពពេលត្រូវបានបំផ្លាញទាំងស្រុង655វីសាន់ស៊ុំបានរៀបចំកងនាវាចំនួន500គ្រឿងដើម្បីបំផ្លាញកងទ័ពជើងទឹកអ៊ីស្លាមប្រជាជនម៉ូស្លីមមាននាវាតែ200ប៉ុណ្ណោះប៉ុន្តែតាមរយៈយុទ្ធសាស្ត្រនិងការប្រយុទ្ធយ៉ាងជិតស្និទ្ធពួកគេបានចាប់យកនាវាសត្រូវឥទ្ធិពលកងទ័ពជើងទឹកប៊ីសាល់ទីនត្រូវបានខូចមេឌីតេរ៉ាណេបានចាប់ផ្ដើមប្រែទៅជាសមុទ្រអ៊ីស្លាមសេវាកម្មដ៏អស្ចារ្យបំផុតរបស់អូមែនគឺនេះគាត់បានចម្លងសាត្រាស្លឹករឹតគុំពីគូរ៉ាដែលត្រូវបានប្រមូលក្នុងអំឡុងពេលនៃអាប៊ូបឺខឺហើយបានបញ្ជូនពួកគេពាសពេញពិភពលោកនេះធានាបាននៅសាមគ្គីភាពនិងស្តង់ដារនៃជំនឿទោះយ៉ាងណាចរិតសុភាពរាបសាររបស់អូមែននិងការតែងតាំងសមាជិកនៃត្រកូលផ្ទាល់ខ្លួនរបស់គាត់បានយូម៉ាយ៉ាពីតំណែងនៃអំណាចបង្កភាពវឹកវរនៅក្នុងសង្គមក្រុមឧទាមមកពីខាងក្រៅមេឌីណាបានឡោមព័ទ្ធផ្ទះរបស់កាលីអូមែនត្រូវបានគេធ្វើឃាតពេលកំពុងអានគុំពីគូរ៉ាឈាមរបស់គាត់បានធ្លាក់លើទំព័ររបស់វាឈាមនោះបានសម្គាល់ការចាប់ផ្ដើមនៃដំបូងការបាក់ឆ្អឹងដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមការមកដល់នៃសង្គ្រាមស៊ីវិលរយៈពេលនៃអាលីក្នុងកំឡុងពេលនៃអូមែនចក្រភពអ៊ីស្លាមបានឈានដល់ប្រហែល12លានគីឡូម៉ែត្រក្រឡាវាបានកើនឡើងស្ទើរតែទ្វេដងបើប្រៀបធៀបទៅនឹងពេលវេលា
របស់យូម៉ាប៉ុន្តែរាល់ការកើនឡើងមានតម្លៃនៅឆ្នាំ656នៅពេលដែលរូតមែនត្រូវបានគេធ្វើឃាតមេឌីណានិងរដ្ឋអ៊ីស្លាមត្រូវបានធ្លាក់ចូលក្នុងភាពវឹកវរនៅក្នុងដំណើរការនេះអាលីត្រូវបានជ្រើសរើសជាមេដឹកនាំក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់អាលីពិភពអ៊ីស្លាមបានប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងដ៏ធំលើកដំបូងរបស់ខ្លួន ការធ្វើឃាតផ្នែកនយោបាយសង្គ្រាមស៊ីវិលនៅសម័យនេះមិនមែនជាពេលវេលាដែលសាសនាអ៊ីស្លាមបញ្ឈប់នោះទេវាជាពេលវេលាដែលវាត្រូវបានសាកល្បងការពង្រីកធម៌ពលថយចុះប៉ុន្តែសាសនាអ៊ីស្លាមបានឈានដល់ចំណុចមួយដែលវាមិនអាចវិលត្រឡប់មកវិញបានអាលីត្រូវបានគេស្គាល់ថាជាច្រកទ្វារនៃចំណេះដឹងអំពីសាសនាអ៊ីស្លាមនិងតដែលគ្មានការភ័យខ្លាចបានក្លាយជាកាលីហ្វ័រញ៉ាខណៈពេលដែលកាន់ចក្រភពដ៏ធំមួយនិងជាភ្លើងដ៏អស្ចារ្យនៅក្នុងដៃរបស់គាត់រយៈពេលនៃការហ្វីតនៅបានចាប់ផ្ដើមនៅម្ខាងគឺអេសាតាតានិងស៊ូបឺដែលបានទាមទារឲ្យរកឃើញឃាតករអូមែននឹងផ្ដន្ទាទោសអំពូឡេតនេះទៅនឹងសមរភូមិអូបនៅលើផ្នែកម្ខាងទៀតគឺមូហាវីអភិបាលប្រទេសស៊ីរីដែលប្រឆាំងនឹងអាលីអំពូឡេតនេះទៅសមរភូមិស៊ីហ្វិនសមរភូមិអូបបានកើតឡើងនៅឆ្នាំ656បន្ទាប់ពីការធ្វើទុក្ខកម្មរបស់អូមែនគោលដៅរបស់វាគឺស្វែងរកនិងណូតឯនេះបោះដុំប្រហិតគ្រប់ប្រភេទរសជាតិដើមស្នាដៃកូនខ្មែរអ៊ីស្លាមពិតនិងច្រើនមុខទៀតធានាឆ្ងាញ់ស្អាតមានអនាម័យខ្ពស់តម្លៃបោះដុំធូរថ្លៃទំនាក់ទំនងទិញឥឡូវនេះទោសអ្នកសម្លាប់យ៉ាងឆាប់រហ័ស ការប្រយុទ្ធត្រូវបានដាក់ឈ្មោះតាមអូតដែលអាយសាកំពុងជិះនៅជុំវិញដែលការប្រយុទ្ធត្រូវបានផ្តោតការប្រយុទ្ធនេះបានកើតឡើងនៅជិតបាសានៅខាងក្រៅមេឌីណាដោយសារតែការខ្វែងគំនិតគ្នារវាងអាលីនិងអាយសាលទ្ធផលតាលហានិងស៊ូបាយ៉ាអាលីបានទទួលជោគជ័យអេសាត្រូវបានបញ្ជូនទៅមេឌីណាវិញដោយការគោរពពីអាលីព្រឹត្តិការណ៍នេះបានចូលក្នុងប្រវត្តិសាស្ត្រជាព្រឹត្តិការណ៍ធំដំបូងគេចំនួនផ្ទៃក្នុងនៅក្នុងសាសនាអ៊ីស្លាមដែលជាវ៉ា657 The Battle of the Camel was over but the Red received by bit more honor. We had been governor of Syria for 5 years. He was powerful. He controlled his army perfectly. The people of Damascus loved him more. We did not build Ali giant to Ali and Robolet until 657 The Battle of Siffin took place. 90,000 supporter of Ali are then 120,000 supporter of Mount first attempt at negotiation. 10 small class 10 full battle IT was terrible Muslim brother was killing Muslim brother. The battle lasted 4 days. Ali, an army began to gain the upper hand and the Syrian army read copy of the Quran. TSPN said let the book of Allah choose between US stop the fighting. Ali did not want. He got under heavy pressure. He was forced to ask two arbiters were chosen the fighting. Stop and the IS was handed to arbitration but the that did not bring a clear political solution. Instead the situation became more complicated. Ali rejected the arbitration result but he lost prestige. His authority was second on 658. The court it gathered an Iraqi now openly became enemy of Ali. They raided villages. The close supporter of Ali are unbelievable killing Sim IS Alobit. They murdered a companion. Abdullah ibn Kabat border with his pregnant with the Battle of Narawan 658 followed by Itiwa. Shot both bloody most of the Khajitas were killed only a few escaped but those who escaped were waiting for revenge by 660 Ali was living in Kufr. He had made Kufr the capital instead of Medina. A cold war with Mawi continued. Ali was slowly يغلى منها الكون يغلى منها الكون يغلى الناس حبك فوق كل إحساس
يغلى من هالكون، يغلى من هالكون. يغلى الناس حبك فوق كل إحساس، مستحيل في يوم أنساك، روحي دايم تتمناك. يغلى من